ជំរាបជូនបងប្អូនម្ចាស់ស្រែជាទីរាប់អានមានរដូវកាលបង្កបង្កើនផលស្រូវឆ្នាំនេះដោយសារតែបម្រែបម្រួលអាកាសធាតុរាំងស្ងួតមានម្ចាស់ស្រែជាច្រើនកំពុងប្រឈមនឹងការខូចខាតដោយសារតែគ្មានទឹកគ្រប់គ្រាន់ដូច្នេះជាការប៉ាន់ស្មានបរិមាណស្រូវនឹងអាចទទួលបានផលតិចតម្លៃស្រូវនឹងកើនឡើងជាពំខានដូចនេះយើងខ្ញុំលើកទឹកចិត្តដល់ម្ចាស់ស្រែគ្រប់រូបគួរតែយកចិត្តទុកដាក់ថែទាំស្រែរបស់លោកអ្នកឲ្យអស់លទ្ធភាពតួយ៉ាងនេះអាកាសធាតុកើនកម្ដៅដែលអាចមានសត្វល្អិតចង្រៃមមាញថ្នោតជាពំខានមមាញថ្នោតអាចបំផ្លាញដំណាំស្រូវស្ទើរតែគ្រប់ដំណាក់កាលលូតលាស់របស់វារួមមានដំណាក់កាលពងនិងកូនញាស់វាបណ្ដាលឲ្យស្រូវលូតលាស់យឺតនិងខ្សោយដំណាក់កាលដែលវាពេញវ័យវាបើកសារធាតុចិញ្ចឹមហើយចម្លងវីរុសដល់ដំណាំស្រូវធ្វើឲ្យស្រូវឆេះស្លឹកដោយដើមស្រូវប្រែពណ៌លឿងត្នោតពេញស្រែដំណាក់កាលមមាញមេចំណាស់វាហោះហើរចេញពីស្រែមួយទៅស្រែមួយរាលដាលបង្ករោគយ៉ាងធ្ងន់ធ្ងរវិធីនៃការកម្ចាត់ដ៏មានប្រសិទ្ធភាពយើងខ្ញុំសូមណែនាំប្រភេទថ្នាំរំដួល Raptor ដែលមានសមត្ថភាពខ្ពស់កម្ចាត់មមាញកូនញាស់និងមមាញពេញវ័យដោយមានលទ្ធភាពជ្រាបចូលស្លឹកនិងដើមស្រូវដូចនេះវាអាចការពារដំណាំស្រូវពីការបំផ្លាញបានយូរនិងអាចជៀសផុតពីការបោះចម្លងរោគដែលបណ្ដាលមកពីមមាញបំផ្លាញវិធីប្រើរំដួល Raptor 100 ក្រាមលីទឹក400លីត្រអាចប្រើលើផ្ទៃដី1ហិកតាលោកអ្នកអាចរកជាវបានគ្រប់ដេប៉ូសហការគ្រប់ខេត្តក្រុងជូនពរលោកអ្នកទទួលបានទិន្នផលច្រើនតម្លៃខ្ពស់នារដូវកាលថ្មីនេះសូមអរគុណ